ជំរាបសួរបងបងអាចជួយណែនាំឈ្មោះទៅកាន់ប្រិមិត្តបងប្អូនឲ្យបានស្គាល់ផងចាជំរាបសួរបងប្អូនទាំងអស់គ្នាខ្ញុំឈ្មោះឡាសុភាពចាជាអាចារ្យអាជីវកម្ម LSP ក្រមាខ្មែរនេះជាការពិសិដ្ឋគ្នាខ្ញុំចាអញ្ចឹងថ្ងៃនេះបងបាននាំមកនៅជាមួយនឹងប្រភេទក្រមាខ្មែរណាបងណាជាច្រើនយកមកដាក់តាំងពីពណ៌ចង់និយាយថាក្រមាខ្មែរយើងអាចធ្វើបានអីខ្លះបងចាក្រមាខ្មែរយើងបើជាយើងឆ្នៃបានច្រើនមកជាសម្លៀកបំពាក់មានអាវបរោះនារីមានតាំងពីកាបូបចាមានកាបូបទៀតហ៎ចាមានកាបូបស្ពីអញ្ចឹងណាចាកាបូបស្ពីអញ្ចឹងទៅចានេះអាវធំដែរចានេះជាអាវអញ្ចឹងណាមានអាវបរោះមានច្រើនទៀតណាចាចុះបើសិនជាគាត់ត្រូវការកំងទិញអីតាមអនឡាញតាមអីបងមាន page មានអីចាមាន page នេះ page ចា LSP ក្រមាខ្មែរចា page LSP ក្រមាខ្មែរចុះបងតើតងជាមួយនឹងកៅអៅឬក៏ក្រមាឬក៏ផលិតផលសម្រាប់ដែលចេញពីក្រមាទាំងអស់ហ្នឹងធ្វើដោយម៉ាស៊ីនឬក៏ធ្វើដោយដៃបងបើអានេះយើងក្រមាយើងត្បាញដោយដៃរបស់យើងហើយប្រមកយើងមកកាត់ជាអាវចាបាទថាត្បាញហើយយើងកាត់ផលិតផលដែលធ្វើពីក្រមាទាំងអស់ហ្នឹងមានចំណុចណាដែលពិសេសខ្លះបងមានបានន័យថាយើងត្បាញដោយដៃរបស់យើងអញ្ចឹងយើងត្បាញហើយយើងយកមកច្នៃជាសម្ភារៈផ្សេងអញ្ចឹងបានចាចុះដូចអាវនេះអញ្ចឹងអីពេលយើងបោកពេលយើងអីវាបែកព្រួយបែកអីអត់បែកព្រួយទេគឺធម្មតាទាំងអស់បងគាត់ថាបတ်ពិសោធន៍ដែលខ្ញុំប្រើមកពី3ឆ្នាំមកហើយទាំងគ្រួសារទាំងអីគឺខ្ញុំធ្លាប់ញីតដៃទេប៉ុន្តែព្រោះយើងគិតថាបើកម្មាយើងយកទៅដាក់ក្នុងម៉ាស៊ីនវាអាចម៉ាស៊ីនវាទាញណាអញ្ចឹងកម្មាអញ្ចឹងយើងអាចញីតដៃប្រើតដៃទៅហើយណាមួយយើងគិតថាយើងសុខធំយើងមិនដែលទៅប្រឡាក់អីវាពាក់អីនេះគ្រាន់តែអញ្ចឹងយើងគ្រាន់តែញីអីមកបានព្រោះកម្មាយើងមិនអាចទៅដាក់ទៅញីក្នុងម៉ាស៊ីនបានទេប៉ុន្តែអត់មានបែកអត់មានចេញពណ៌អត់មានអីអញ្ចឹងយើងអត់អាចបោកម៉ាស៊ីនបានទេមែនយើងយកឲ្យយើងបោកដៃសិនចាយើងញីដៃពេលយើងពូតអីហ្នឹងទៅស្រួលទេមកអត់មានខ្ទេចទួអីគឺធម្មតាចឹងមកចាបាទអរគុណបងជាចុងក្រោយបងមានអីចង់ផ្ដាំផ្ញើដល់បងប្អូនដែលកំពុងទស្សនាដែរឬក៏ចាជាចុងក្រោយសូមចង់ផ្ដាំផ្ញើហើយផ្ដាំផ្ញើក៏ជាការសុំសំណូមពរចាជួយជាពិសេសបងប្អូនជាប្រជាជនខ្មែររបស់យើងមិនថានៅក្នុងប្រទេសខ្មែរមិនថានៅក្រៅប្រទេសទេចាជួយគ្រប់គ្រងផលិតផលខ្មែររបស់យើងចាពីព្រោះនេះយើងធ្វើដោយដៃរបស់យើងចឹងជាកម្លាំងលើឈាមពីខ្មែររបស់យើងហ្មងអញ្ចឹងណាចាជួយគ្រប់គ្រងកាលណាមានចរន្តនៃការគ្រប់គ្រងទៅលក់បានអញ្ចឹងទៅក៏ជួយបង្កើនការងារដល់កូនខ្មែររបស់យើងណាជាធម្មតាតែកាលណាយើងបងប្អូនយើងតែកាលណាក៏មានការងារធ្វើគាត់អត់ចង់ចំណាក់ស្រុកទេចាពីព្រោះកាលណាចំណាក់ស្រុកវាឆ្ងាយពីកូនចៅផ្ទះសម្បែងគាត់អញ្ចឹងតែកាលណាមានការងារធ្វើហើយទទួលបានថវិកាមើលអាចចិញ្ចឹមគ្រួសារគាត់បានហើយល្មមហើយគឺគាត់នៅជួបជុំគ្រួសារនៅផ្ទះគាត់ស្រួលដោយស្រួលអត់មានចាំបាច់ចំណាក់ស្រុកទេអញ្ចឹងចាយើងជួយបានការងារគាត់ធ្វើចឹងទីបាទអញ្ចឹងអរគុណណាបងណាអរគុណសម្រាប់ការចំណាយពេលវេលាដ៏មានតម្លៃផ្ដល់ដល់បទសម្ភាសន៍ដល់ក្រុមការងាររបស់យើងខ្ញុំណាជូនពរបងសុខភាពល្អជូនពរលដាច់ណាបងណាហេងបាទអរគុណហេង